ធ្លាប់រៀនពីគុណនាមហើយត្រូវទេស្គាល់ថា adjective គឺជាអីហើយយើងប្រើវាដើម្បីអីគឺយើងប្រើវាដើម្បីបញ្ជាក់ពីលក្ខណៈនៃនាមហើយដឹងហើយថាវា stand ណាគឺ it stand before noun ប៉ុន្តែសួរថាបើសិនជានៅក្នុង clear មួយនៅក្នុងល្បះមួយហ្នឹងមានគុណនាមតែមួយយើងដឹងហើយថាវានៅខាងមុខនាមណា it stand before noun ចាំបើសិនជានៅក្នុង clear ហ្នឹងវាមានគុណនាម13 4អីអញ្ចឹងទៅសួរថាតើយើងត្រូវទៅសេគុណនាមមួយណាមុនអត់តដឹងទេត្រូវទេអញ្ចឹងតោះកុំឲ្យនៅឆ្ងល់ទៀតមករៀនជាមួយ teacher ទាំងអស់គ្នាតាក់ទងទៅនឹង orders of adjective តាក់ទងទៅនឹងលំដាប់នៃគុណនាមនៅពេលដែលយើងសរសេរនៅក្នុង clear ឬក៏ក្នុងល្បះនៅពេលដែលយើងមានគុណនាមច្រើនសួរថាតើយើងត្រូវទៅសេគុណនាមមួយណាមុនអូខេអញ្ចឹងមកមើលក្តារគេទាំងអស់គ្នាអញ្ចឹងយើងមើលចំណងជើងដឹងហើយថាថ្ងៃនេះគឺយើងរៀនតាក់ទងទៅនឹង order of adjectives លំដាប់លំដោយនៃគុណនាមអូខេអញ្ចឹងឥឡូវយើងមកមើលពីលំដាប់លំដោយនៃគុណនាមរបស់យើងវិញថាតើយើងត្រូវទៅសេមួយណាមុនអញ្ចឹងអ្នកទាំងអស់គ្នានេះអាចមើលណាយើងមាន opinion នៅមុខគេបន្ទាប់មក side opinion តាក់ទងទៅនឹងមតិយោបល់ទស្សនៈហ្នឹងហើយអញ្ចឹងយើងសរសេរ opinion នឹងមុនមកពេលហើយ side ទំហំ age អាយុ shape រូបរាង color ពណ៌ origin ប្រភពឬក៏ដើមកំណើត material សម្ភារៈ purpose គោលបំណងអញ្ចឹងដើម្បីដឹងថាតើគុណនាមនីមួយហ្នឹងចង់និយាយពីអីគេចង់ច្បាស់យើងមកមើលពីចំណុចវានីមួយវិញអញ្ចឹងតើតងទៅនឹង opinion មតិយោបល់គឺបានន័យថា what you think តើយើងគិតបែបណាទៅលើរឿងមួយហ្នឹងទៅលើនាមមួយហ្នឹងណាយើងគិតបែបណាទៅលើនាមមួយហ្នឹងយើងទៅសេគុណនាមហ្នឹងមកហើយដាក់វានៅលំដាប់ទី1បន្ទាប់មកគឺតកតងទៅនឹង size តកតងទៅនឹងទំហំ big small ធំទូចហ្នឹងហើយយើងដាក់មកអូខេទី3 age អាយុកាលអូខេ old new ចាស់ថ្មីយើងដាក់មកទី4 shape តកតងទៅនឹងរូបរាង round sphere រូបរាងវាគេមូលការ៉េចតុកោណកែងត្រីកោណអាហ្នឹងយើងដាក់មកណាយើងមើលទៅតាមរូបរាងនៃនាមមួយហ្នឹងមកទី5តកតងទៅនឹង color តកតងទៅនឹងពណ៌អី black ពណ៌ខ្មៅ white ពណ៌ស pink ពណ៌កាឈូកពណ៌អីយើងដាក់មកណាដាក់តាមលំដាប់វាមកទី6គឺ origin ហ្នឹងគឺតកតងទៅនឹងប្រភពឬក៏ដើមកំណើត where from មកពីណាបានថាមកពីប្រទេសណានាមមួយហ្នឹងហើយយើងនិយាយពីរបស់ហ្នឹងវាមកពីណាប្រភពដើមវាមកពីណាហ្នឹងគឺ origin នឹងឯងទី7គឺ material ហ្នឹងគឺ what is made of បានន័យថាតើវាធ្វើពីអីគេ material សម្ភារៈហ្នឹងមកថាតើរបស់មួយហ្នឹងនាមមួយហ្នឹងវាធ្វើពីអីគេវាធ្វើពីដែកវាធ្វើពីឈើធ្វើពីទឹកធ្វើពីសរឡៃណាធ្វើពីអីយើងដាក់មកអូខេអញ្ចឹងតកតងទៅនឹងចុងក្រោយគឺ purpose តកតងទៅនឹងគោលបំណង what it used for តើវាប្រើដើម្បីអីរបស់មួយហ្នឹងនាមមួយហ្នឹងវាប្រើដើម្បីអី purpose នៃរបស់មួយហ្នឹងនាមមួយហ្នឹងពេលដែលវាកើតឡើងមកហ្នឹងសួរថាតើយើងប្រើវាដើម្បីអីណាអញ្ចឹងយើងដឹងហើយថាអូខេគុណនាមនីមួយគឺវានិយាយពីអីហើយយើងដឹងលំដាប់លំដោយថាតើពាក្យមួយណានៅទី1ពាក្យមួយណានៅលំដាប់ទី2មួយណានៅលំដាប់ទី3អញ្ចឹងយើងមកមើលឧទាហរណ៍ដើម្បីឲ្យកាន់តែច្បាស់អូខេអញ្ចឹងយើងមកមើលឧទាហរណ៍យើងណាឃើញវែងណាA beautiful small all round brown French wooden dining table ឃើញពាក្យច្រើនណាឃើញវែងណាវែងប៉ុន្តែអាហ្នឹងគឺតែមក clear ទេហើយមក clear ហ្នឹងគឺវាពិពណ៌នាតែ table នេះមួយនេះអាពាក្យទាំងអស់ហ្នឹងគឺវាពិពណ៌នាតែ table មួយទេពិពណ៌នាតានេះតានាមតុកនេះមួយទេណាអញ្ចឹងមកន័យថាយើងរៀនហើយអូខេវាមាន8ហ្នឹងលំដាប់លំដោយវាមាន8ហ្នឹងអញ្ចឹងយើងមកមើលឧទាហរណ៍ដឹងថាអូខេណាពាក្យបែបណាអូខេជា opinion ពាក្យបែបណាជា side ពាក្យបែបណាជា age អាហ្នឹងយើងមកមើលទាំងអស់គ្នាអូខេអញ្ចឹងឥឡូវយើងមើលពាក្យ beautiful ស្រស់ស្អាតអញ្ចឹងអាហ្នឹងគឺជា opinion what you think យើងគិតទៅលើតុកហ្នឹងបែបណាគឺតុកហ្នឹងវាស្រស់ស្អាតអញ្ចឹងយើងដាក់ beautiful មកនៅខាងមុខហ្នឹងមកតោះលំដាប់ទី2តកតងទៅនឹងអីតកតងទៅនឹង size ទំហំបន្ទាប់ពី beautiful គឺអីគេ small តូចនិយាយពីទំហំទំហំតូចហ្នឹងវាបែបម៉េចគឺទំហំតូចណាទី3 old តកតងទៅនឹងអាយុអាយុកាលរបស់តុកហ្នឹងគឺអាយុកាលវាបែបម៉េចគឺ old គឺតុកហ្នឹងវាចាស់ហើយអត់ថ្មីទៀតទេណាបន្ទាប់ពី age មានអីគេមាន shape តកតងទៅនឹងរូបរាងអញ្ចឹងគេដាក់ថា round មូលបង្ហាញថាតុកហ្នឹងវារូបរាងបែបម៉េចគឺវារូបរាងវាគឺមូលបន្ទាប់ពី shape រូបរាងមានអីគេ color ពណ៌តុកហ្នឹងពណ៌អីនេះពណ៌ brown ពណ៌ត្នោតអូខេបន្ទាប់ពីពណ៌ឲ្យមានអី origin មកពីណា
tộc năng mau bị nè cứ nè French và phục đào với cứ mau bị bảng nè và to bị origin hai mau bị này hai miền material thơ bị AK cứ thơ bị wooden tộc năng cứ với thơ bị chờ màu trong khối cứ purple số hạt tộc năng với thơ lang nằm bay ấy cô bầm nón tộc năng thơ lang nằm bay cứ đầm bay nè đại nè cứ chỉ tộc bò được phục à hà tộc dừng coi học bài nâng ảnh nè chẳng sập mau bình đây tầng óc này ai mơ từ tẹt tông tầng lùm đập lùm đòi cô này bỏ dương nó không ưu tiên hơi dương bàn nè thật ta cô này mùa nay dương cô phá môn cô này mùa nay dương cô phá tí pi mùa nay tí bay tí buồn chẳng tờ ok bàn tay phải chăm thành trẻ cầm rổ miên nè na phá cô này mà đòn tầng óc nâng mau nè chun ca cái phá tắc cô này pi bay thế miên mau mà đòn tầng pa tầng bay thế việc cầm rổ nè chẳng nó phải đại nét óc chẳng pi po này ông pi niêm rồi có pi là bỏ ai muối dương phá cô này tập pi bay từ đặt mau tầng óc vì ai tham việc bạ sầm nhập dương được nhiệt đài nè ok chẳng sờ mau vinh mày hiện bỏ dương cứ miên tập bên nâng té hai chơi sừng cơm hai nè tầng óc này nâng đăng ông pi lột đập lột đau này cô này bỏ dương hai chụp phở khó tiền ok hai bữa trong chắc chắn là cho một cho hiện chỉ một tí chơi tầng óc này ok bye bye everyone